មានតែគេធ្លាប់ញ៉ាំបាយសាច់មាន់នៅសិង្ហបុរីបាយសាច់មាន់នៅសិង្ហបុរីហើយនិងបាយសាច់មាន់នៅថៃរសជាតិដូចគ្នាត្រង់សាច់មាន់នឹងតែម្ដងថ្ងៃនេះខ្ញុំមកធ្វើបាយមាន់សិង្ហបុរីតើបងប្អូនមករៀនធ្វើជាមួយយើងទាំងអស់គ្នាណាដំបូងយើងដាំទឹកដាក់គល់ជីវ៉ាន់ស៊ុយដាក់ខ្ញីដាក់ម្សៅស៊ុបដុំនឹងម្ដុំទៅពេលដែលទឹកនឹងពុះហើយយើងបន្ថយភ្លើងឲ្យទឹកនឹងឈប់ពុះបន្ទាប់មកយើងដាក់សាច់មាន់ចូលត្រាំជាមួយនឹងទឹកនឹងទៅចំណែកខាងនេះវិញគឺខ្ញុំចំហៀវស្បែកមាន់ដើម្បីឲ្យបានខ្លាញ់មាន់យកមកបំពងជាមួយខ្ទឹមណាចាក់ខ្ទឹមបំពងប្រហែលជា 70% ចូលទៅក្នុងអង្ករដែលយើងត្រូវយកទៅដាំណាបន្ទាប់មកដាក់ខ្ញីចូលដាក់ស្បែកមាន់ដែលយើងចំហៀវហ្នឹងហើយដាក់អំបិលប្រហែលជាកន្លះស្លាបព្រាកាហ្វេដាក់ម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេហើយដួសខ្លាញ់មាន់ដែលបានមកពីមាន់ស្ងោរយើងហ្នឹងចូលខ្លះទៅបងប្អូនចុងក្រោយគេដាក់ទឹកហើយយកទៅដាំរួចជាការស្រេចចំពោះសាច់មាន់ដែលខ្ញុំយកមកស្ងោរថ្ងៃនេះគឺខ្ញុំប្រើតាគៀកមាន់ណាត្រាំស្ងោរជាមួយនឹងទឹកកម្ដៅ95អង្សារយៈពេល40នាទីបងប្អូនកុំឲ្យវាពុះឲ្យសោះនេះគឺទឹកស្រោចសាច់មាន់ណាគឺប្រើស្ករ1ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវ2ស្លាបព្រាកាហ្វេប្រេងល្ង1ស្លាបព្រាកាហ្វេហើយនិងទឹកមាន់ស្ងោរ4ស្លាបព្រាបាយនេះគល់ផ្កាប្រូកូលីខ្ញុំស្រុះវារួចហើយបន្ទាប់មកខ្ញុំដាក់ប្រេងខ្យងចូលបន្តិចទៅត្រឡប់មកមួយផ្លេតទៅបានហើយបងប្អូនម្ហូបដែលខ្ញុំធ្វើញ៉ាំរាល់ថ្ងៃនេះគឺខ្ញុំអត់ប្រើស្ករប៊ីចេងណាបងប្អូនអញ្ចឹងកុំឆ្ងល់ថាម៉េចក៏ម្ហូបខ្ញុំអត់សូវដាក់គ្រឿងទេសអីអញ្ចឹងណាពេលដែលបន្លែឆ្អិនហើយយើងដួសដាក់ចានរោយជាមួយនឹងខ្ទឹមបំពងហើយស្រោចជាមួយនឹងទឹកសសដែលយើងបានធ្វើមិញហ្នឹងណាងាកមកមើលសាច់មាន់យើងវិញគឺឆ្អិនហ្មងអត់មានសល់ឈាមសល់អីណាហើយសាច់វិញឡើង juicy ហ្មងពេលដែលយើងធ្វើវិធីហ្នឹងណាក្លែកមកមើលបាយមាន់យើងឆ្អិនណាបងប្អូនបើគម្រោបមកនិយាយពីថាឈ្ងុយនោះឈ្ងុយហ្មងដួសស្បែកមាន់ចេញមកហើយយើងជ្រួយវាទៅនិយាយពីបាយមាន់យើងល្អមែនទែនបងប្អូនអើយអត់មានជ្រាយពេកឬមួយក៏ស្រួយពេកទេណាគឺល្មមតែម្ដងរៀបចំបាយម្ហូបដាក់ចានបន្ទាប់មកយកទឹកសសហ្នឹងមកស្រោចលើសាច់មាន់ហើយរោយល្ងសបន្តិចទៅរួចជាការស្រេចតែប៉ុណ្ណេះបាយហោះទៅញ៉ាំបាយសាច់មាន់នៅសិង្ហបុរីទៀតទេសិង្ហបុរីឥឡូវនៅជាក្រានបាយយើងនឹងឯង